ក្មេងប្រុសដ៏កំសត់ទាំងពីររូបនេះបានកើតមកហើយមានអាយុត្រឹមតែ7 ខែប៉ុណ្ណោះក៏ត្រូវបានម្ដាយឪពុករបស់ពួកគេឃ្លាតឆ្ងាយហើយជីតានិងអ៊ំស្រីបង្កើតគឺជាអ្នកទទួលបន្ទុកមើលថែចិញ្ចឹមបីបាច់ពួកគេរហូតដល់សពថ្ងៃដោយសារបញ្ហាជីវភាពខ្វះខាតពួកគាត់ទាំងពីរនាក់ក៏បានសម្រេចចិត្តនាំក្មេងដ៏កំសត់នេះមកប្រគេនដល់អាត្មាភាពដើម្បីបានស្នាក់នៅក្នុងវត្តក្រែងមានឧបនិស្ស័យបានបួសហើយបានរៀនទាំងផ្នែកផ្លូវលោកនិងផ្លូវធម៌ទីអារាមគឺជាមជ្ឈមណ្ឌលអប់រំទីអារាមគឺជាកន្លែងដែលបណ្ដុះបណ្ដាលនៅមេត្តាធម៌ករុណាធម៌ឃើញហើយអាត្មាភាពក៏ទទួលដោយក្តីអាណិតអាសូរមកព្រឹកនឹងជួបអាត្មានឹងមានបំណងយ៉ាងម៉េចបងណាកូនណាខ្លះកូនទាំងពីរហ្នឹងឯងហើយម្ដាយឪពុកគេទៅណាហើយតែពុកគេនៅអីខេត្តដ៏មានជ័យគាត់គេមិនដែរមកហ្នឹងនឹងម្ដាយបកើតពុកបកើតនៅក្នុងទាំងអស់គ្នាហ្មងមានតែពុកបកើតមានប្រពន្ធចុងអូម៉ែមានប្តីទៀតតាំងពីកូននេះ7 ខែអូពុកតាំងពី7 ខែអីនេះជីតាបកើតអូហើយនេះបងឯងម្ដាយអ៊ំហើយទទួលចិញ្ចឹមបីបាច់ថែសាទៅហើយឥឡូវនឹងយកមកនេះដើម្បីមកផ្ញើលោកឪចង់បួសទេកូនចង់ហ៎តែបួសហើយគឺរៀនហើយនេះញាតិញោមមើលជីវិតគ្រប់គ្នាក៏តែងតែជួបគ្រប់រឿងជួបរឿងប្រត់រឿងអីហ្នឹងជារឿងធម្មតារបស់សត្វលោកមួយថ្ងៃនេះដោយក្តីអាណិតអាសូរអាត្មាទទួលយកក្មេងទាំងពីរនេះចុះហាក់ដូចជាក្មេងកំព្រាដែរណាដើម្បីបានរៀនបានសូត្រក៏មានឧបនិស្ស័យបានបួសទៅបានសិក្សារៀនសូត្រទាំងពុទ្ធចក្រអាណាចក្របន្តទៀតណាកូនណាចឹងហើយបើអាណិតក្មេងៗផងណាញោមណាយើងមុននឹងបែកបាក់គ្នាណាមើលបើអាត្មានិយាយនេះមិនមែនបន្ទោសបង្អាប់ឬក៏វាយប្រហារអីយ៉ាងម៉េចទេគ្រាន់តែជាការទូមានរំលឹកមួយនៅក្នុងជីវិតនេះបើអញ្ចឹងសូមចេះតស៊ូឡើងនៅក្នុងជីវិតក៏បានជាចាប់ដៃគូគ្នាហើយត្រូវចេះស្មោះត្រង់នឹងគ្នាតស៊ូនឹងគ្នាដើម្បីខ្លួនឯងដើម្បីកូនដើម្បីគ្រួសារឮទេហើយសូមកុំប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងអបាយមុខអីកុំអីនាំឲ្យវិនិច្ឆ័យទេអបាយមុខនឹងស្រាលបែងគ្រប់បែបយ៉ាងសាធុកូនហើយបងស្រីនេះត្រូវជាអ៊ំបកើតរបស់ក្មេងទាំងពីរហ្នឹងណាដែលម្ដាយឪពុកឃ្លាតទៅឆ្ងាយក៏បានមើលថែចិញ្ចឹមបីនៅផ្ទះមានកូនប្រហែលអ្នកទៀតនៅ4នាក់ទៀតហើយមើលថែក្មួយ2នាក់ទៀតមិន6អង្គអីមួយថ្ងៃអស់ប្រហែលកំប៉ុងមកពេល8កំប៉ុងមកពេល8កំប៉ុងឥឡូវនេះអាត្មាជួយសម្រាលសេចក្តីទុក្ខលំបាកណាជូនអង្គមួយបេ50 គីឡូណាក៏មានកម្មាមានសរងមានខេបកតេលខ្នើយមុងភួយហើយមានមកកញ្ចប់នេះទៀតមានទឹកត្រីទឹកស៊ីអ៊ីវក៏ប៊ីចេងស្ករសអំបិលប្រេងឆាណាជូនដល់បងប្រុសបងស្រីទាំងពីរនេះទទួលមកបងទាំងពីរយកទៅប្រើប្រាស់ចឹងណាដើម្បីសម្រួលសេចក្តីទុក្ខលំបាកហើយក៏អរគុណដែលបានជួយមើលចិញ្ចឹមបីបាច់ថែរក្សាក្មួយទាំងពីរដែលគ្នាគ្មានម្ដាយឪពុកនេះណាសូមបានសុខសប្បាយហើយឲ្យកូនតូចនៅផ្ទះហ្នឹងបានចូលរៀនសិក្សានៅសាលាទាំងអស់គ្នាកុំឲ្យខានណាឮទេនឹងជាបណ្ដាំអាត្មាសុំតែប៉ុណ្្នឹងទេអរគុណណាស់ហើយក៏សូមជូនកុសលផលបុណ្យដល់ញាតិញោមបងប្អូនបរិស័ទអ្នកមើលសូមអ្នកទាំងអស់គ្នាដែលបានប្រគេនទាំងសម្ភារៈនិងបច្ច័យដល់អាត្មាភាពសូមទទួលបុណ្យមួយចំណែកកុំបីអខានឡើយសាធុហើយថ្ងៃហ្នឹងឃ្លួចអត់បានមកបំពេញបុណ្យជាមួយទេដោយឃ្លួចមានជំងឺប្រចាំកាយណាទាំងហើយបើសុខសប្បាយជួយចោះ